បើកភ្នែកឡើងដាក់ចំណីឲ្យមន់រកចំណីឲ្យមន់ត្រាំស្រូវឲ្យដុះហើយបេះស្លឹកម្លងស្លឹកអីហាន់យកមកច្បល់លាយគ្នាលឹមឡើងឲ្យមន់ចំណីមន់បើកភ្នែកតតទេមន់ទារកចំណីឯងងើបពីដេកមកតបានលុបមុខផងរកចំណីឲ្យមន់សិននេះអានេះស្រូវយើងត្រាំឲ្យវាដុះមកយកមកច្បល់លាយមួយកន្ទុកចាក់កន្ទុកចូលហើយច្បាច់ជាមួយស្លឹកម្លងច្បាច់ឲ្យវាម៉ត់ហើយចាក់ទឹកច្បាច់វាច្បាច់ឲ្យវាម៉ត់ចូលគ្នាអស់ហើយគោយកទៅឲ្យមន់ស៊ីមែនទេស្លឹកម្លងមុខផ្ទះគោបេះដាក់បើភ្នែកឡើងកាច់ម្លងយកមកហាន់យកមកច្បាច់ជាមួយកន្ទុកឲ្យម៉ត់ឲ្យចូលជាតិគ្នាហើយច្បាច់យកបងប្អូនណាចាំមន់ធ្លាប់ចាំមន់ដឹងបើភ្នែកឡើងទៅណាទេដាក់ចំណីឲ្យតមន់ដាក់ចំណីឲ្យមន់ហើយក៏ស្រោចតំណាំតិចតួចចឹងទៅមើលនោះច្បាច់លងវល់ចូលគ្នាអស់ឲ្យមន់វាឆ្ងាញ់វាឲ្យឆាប់ធំឆាប់ពងហើយដាក់ស្រូវចូលស្រូវយើងត្រាំវាពីយប់យកមកផ្អាប់ឲ្យយប់ដុះមន់ស៊ីទៅខ្ទិះវាឆ្ងាញ់ច្បល់វាតិចទៅដាក់ឲ្យមន់ស៊ីញ៉ាប់ធំលឿននេះយកមកឲ្យវាស៊ីនេះទៅដើមគ្នារហូតមន់ឆ្ងាញ់គេតាធំនេះអាកោកមួយដល់ដេញតែគេមកឲ្យស៊ីចង់ស៊ីតែឯងមេមន់បានមេអីទៀតរកពងរកអីធ្វើស្មុកធ្វើអស់ប៉ុន្តែកត់ដល់តពងគាត់ទៅវាមិនទាត់ពងថ្ងៃណាគេពងទេចាំមើលតែវាពងវាឃើញពងទៅទីគេទៅដើមស៊ីចំណីឆ្ងាញ់ច្បាច់ស្លឹកម្លងនេះធម្មជាតិនៅក្រោយផ្ទះនេះគោឆ្លៀតពេលមកគោមករកស្រោចតំណាំរួចហើយបើកទឹកបាញ់ទឹកមានដាំតកួនស្ពៃគេរួមសពមុខដាំឲ្យសពមុខកុំឲ្យបាក់ទិញគេហូបអានេះរបស់ធម្មជាតិផងយើងអ្នកដាំខ្លួនឯងដាំជិត10ថ្ងៃហើយជិតបានហូបហើយ 4-5 ថ្ងៃទៀតស្រួលកាត់ហូបបានតកូន2រងមានបដោះទ្របមានបដោះស្ពៃស្រោចមួយថ្ងៃ2ដងព្រឹកងាចមានមកចប់នៅហ្នឹងមានតពីដើមលៀបមានតពីជីងពងជីងអាណាទៀតដើមស្អំដុះខ្ពស់ទៀតបដោះដើមស្អំបន្លែច្រើនបន្លែសក់មុខអានេះបដោះកូនស្អំមេដើមស្អំនេះដើមស្អំដើមអានេះបដោះកូនទេសកូនអីហ្នឹងតាក់ដោះដាក់ដាំឲ្យច្រើនកុំឲ្យបាក់ទិញតែគេអស់លុយច្រើនណាបងប្អូនបើផ្នែកមកបាញ់តែទឹកតកួនបើផ្នែកឡើងស្ទឹកអស់មានតែប៉ុណ្ណឹងបងប្អូន